ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកធ្វើប្រហិតត្រីញ៉ាំថ្ងៃនេះប្តីខ្ញុំស្ទូចត្រីបានហើយ4 10ហ្នឹងឯងស្ទូច2 ដងត្រីដល់ខែស្ទូចត្រីដំបងបានតែ3គ្រាប់ឯងបានតែ3ក្បាលឯងទៅឡំ3គ្រាប់អាន3ហ្នឹងធ្វើតែអត់តាន់កិនហើយធ្វើវាឲ្យដាក់ទូទឹកសិនស្ទូចត្រីតែព្រឹកមិញទៅគឺបានត្រី10ថែមទៀតខ្ញុំធ្វើវាដាក់ចូលគ្នាទៅហើយធ្វើទៅបាន1ម៉ាងដែរតិចតួចយើងខ្ជិលធ្វើដាក់ម៉ាស៊ីននាំតែបន្លាក់នេះពេលធ្វើហើយទៅបកមកបាន1ម៉ាងដែរត្រី4 10ហ្នឹងតែមកយើងយកមកកិនវាដាក់ម៉ាស៊ីនកិនវាដាក់ទាំងវែងហ្នឹងទៅមិនបាច់ចាំកាត់ទេញុកវាញុកទៅញុកវាចូលចឹងទៅកិនចឹងរហូតដល់អស់ទៅកិនរួចរាល់ហើយនេះបាន1ម៉ាងដែរតបមកយើងយកវាមកវាយនេះគ្រឿងវានេះខ្ញុំដាក់លីស្ករខ្ទឹមប៊ីចេងអីតិចទៅទឹកត្រីដាក់វាយវារហូតដល់សព្វសាច់ទៅខ្ញុំធ្វើមាន2ម៉ាកអានេះគឺនេះវាយបានប៉ុណ្ណឹងគឺមើលទៅវាចូលសព្វសាច់ល្មមហើយមើលទៅល្មូតប៉ុណ្ណឹងបានហើយណានេះខ្ញុំធ្វើមាន2ម៉ាកអានេះគឺលាយម្រេចខ្ទឹមស្ករប៊ីចេងអញ្ចឹងទៅចំណែកមួយទៀតគឺលាយគ្រឿងខ្មែរនេះលាយគ្រឿងខ្មែរលក្រីក្រូចយើងកិនហើយហ្នឹងក៏ញ៉ាំបានថតដាក់វាអញ្ចឹងទៅធ្វើព្រោះអត់ខាងនេះដាក់ម្រេចអញ្ចឹងដើម្បីយើងយកវាទៅស្ងោរអីបានចៀនវាឆ្អិនអីសិនទៅយើងកាត់វាយកទៅស្ងោរស្ពៃស្ងោរអីចឹងបានយើងយកមកដាក់ចៀនវាតន្តអស់ហ្នឹងទៅចៀនមកបានមកកូនថាសដែរឬរួចរាល់មានរសជាតិឆ្ងាញ់មកល្មមធ្វើលើកនេះដូចជាត្រូវមាត់ញ៉ាំជក់មាត់រសជាតិមកល្មមឆ្ងាញ់នេះbạn này hốt ngày này đây đi mì vậy mì ấy mì sốt đây chúng mày bật này em hạtឆ្ងាញ់ហ៎hay rồi tôi còn ai được người ta chuyện trong ngọn ទូខ្លួនឯងឆ្ងាញ់ ta chả thì là báo nó tụt tiến đâu cọp trong một bong thế bong cọp trong bong 5 tiếng không ta đo được bà đấy nè cùi nó mơ ya khơi nè cục ngộ dụng គុកតេ thế bây giờ bây giờ ត្រីមួយមីអត់ ai cho đây này